TikTok មើល comment ទៅក៏ឃើញគ្នាយើងម្នាក់ក៏ comment សូម skill ខ្ញុំយកទៅលេងអញ្ចឹងណាដោយសារតែគាត់អត់សូវចេះត្រៀម skill យកទៅលេងទេដល់ពេលអញ្ចឹងក៏សម្រាប់ចិត្តថាចេញវីដេអូប្រាប់គ្នាយើងហ្មងទៅណាមួយប្រភេទ skill ទាំងអស់ហ្នឹងក៏ខ្ញុំមានក្នុង account ប្រហែល5 6 skill ដែរដែលខ្ញុំបានត្រៀមទុកលេងអញ្ចឹងកុំឲ្យគ្នាយើងរងចាំយូរខ្ញុំចូលទៅប្រាប់ skill ទាំងអស់គ្នាតចំពោះ skill ទី1គឺជាប្រភេទ skill ដែលគ្នាយើងប្រើ combo ជាមួយនឹង skill ក្រហមមួយហ្នឹងណាដែលជាប្រភេទ skill ដែលវា C ជាមួយនឹង HP យើងខ្លាំងហើយសម្រាប់ skill ទាំងអស់ហ្នឹងគឺវាជំនួយឡើងឈាមផងនិងឡើង HP ផងប្រយោជន៍នៃ skill មួយហ្នឹងគឺនៅពេលដែលគ្នាយើងបាញ់គេណុកមួយគ្នាយើងនឹងបុក HP ហើយគ្នាយើងនឹងអាចប្រើជាមួយនឹង skill ក្រហមហ្នឹងបានម្ដងចឹងទៅគ្នាយើងបាញ់គេណុកកាន់តែច្រើនគ្នាយើងនឹងអាចប្រើ skill ហ្នឹងបានកាន់តែយូរចឹងទៅពោះ skill ទី2វិញគឺជាប្រភេទ skill ដែលវាជំនួយបាញ់ត្រង់ប្របាយតកលឿនហើយនឹងដាក់ក្របលឿនចំពោះ skill មួយនឹងដែរខ្ញុំឃើញគេលេងពីច្រើនគេលេងជាមួយនឹង MP5 ចំពោះគ្នាយើងណាដែលចូលចិត្តលេងកផ្លូវ MP5 គ្នាយើងដាក់ skill នឹងយកទៅលេងទៅដឹងទៅត្រូវហើយចំពោះ skill ទី3វិញគឺជាប្រភេទ skill sniper គ្នាយើងដែលវាប្រើត្រូវជាមួយនឹង AWM Barret ក៏ដូចជាកផ្លូវ snap ផ្សេងៗ skill sniper មួយនេះអ្នកដែលដៃ Barret ដៃ AWM អីគ្នាយើងដាក់ skill នឹងលេងទៅដឹងទៅត្រូវហ្មងចំពោះ skill ទី4វិញខ្ញុំជឿថាគ្នាយើងប្រកបជា score ច្រើនហើយគឺជា skill របស់បងគីរីតោ skill មួយហ្នឹងគឺជាប្រភេទ skill តាន់ហើយឡើងឈាមចំពោះគ្នាយើងណាដែលបាញ់គេអត់សូវខ្លាំងទេហើយចង់បាន skill ដែលតាន់ណាគ្នាយើងអាចដាក់ skill នឹងលេងទៅដឹងទៅត្រូវហ្មង skill ទី5វិញគឺជាប្រភេទ skill ដែលបាញ់ឆ្ងាយក៏ឈឺបាញ់ចិត្តក៏ឈឺដែរហើយ skill មួយហ្នឹងដែរខ្ញុំបានមកពីបង K វិរតចំពោះអ្នកដែលបានមើលវីដេអូរបស់គាត់ជាដឹងហើយថា skill របស់គាត់នីមួយៗគឺវាឈឺកម្រិតណាគ្នាយើងអើយបើគ្នាយើងចង់ដឹងថា skill នឹងឈឺឬក៏មិនឈឺគ្នាយើងគ្រាន់តែដាក់យកទៅលេងទៅនឹងដឹងហើយគឺខ្ញុំអត់បានចេញវីដេអូលេងគ្នាយើងមើលទេហើយនេះក៏ជា skill របស់បង K វិរតដែរដែល skill មួយហ្នឹងគឺវាបាញ់ឆ្ងាយក៏ឈឺហើយប្របាយតកក៏លឿនដែរចំពោះ skill ទាំង6ហ្នឹងគ្នាយើងគិតថា skill មួយណាល្អគ្នាយើងលេង skill មួយហ្នឹងទៅហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបាយបាយគ្នាយើង